Vì xuបងប្អូនអរគ្នាសម្រាប់ការវិលត្រឡប់មកជួបគ្នាសាជាថ្មីនៅក្នុងកម្មវិធីសុខភាពយើងបាទហើយនៅពេលនេះយើងដល់ពេលដល់វេលាដែលយើងត្រូវជួបគ្នាដើម្បីនឹងចែករំលែកអំពីបញ្ហាសុខភាពទៀតនៅមាត់យើងថ្ងៃនេះដូចនៅលើ caption ខាងលើគឺយើងនឹងចែករំលែកគ្នាអំពីផលវិបាកនៃជំងឺទឹកនោមផ្អែមបាទអញ្ចឹងបងប្អូនទាំងអស់គ្នាបានដឹងហើយយើងបានជួបគ្នា2ថ្ងៃមកហើយនិយាយពីជំងឺទឹកនោមផ្អែមហ្នឹងណាទឹកនោមផ្អែមវាអាចមានផលប៉ះពាល់ឲ្យខ្លះសម្រាប់ថ្ងៃនេះដែលយើងចង់ចែករំលែកទៅកាន់បងប្អូនប្រសិនជាបងប្អូនមានបញ្ហាជំងឺទឹកនោមផ្អែមហើយបងប្អូនមិនធ្វើការព្យាបាលវានឹងប៉ះពាល់នឹងផ្ដល់ផលរំខានទៅកាន់បងប្អូនដោយមិនខ្លះអញ្ចឹងណាហើយជំងឺទឹកនោមផ្អែមបងប្អូនទាំងគ្នាដឹងហើយថាជាជំងឺមួយដែលកើតឡើងពីពាក់ព័ន្ធនឹងបរិបទនៃការរស់នៅរបស់យើងទាំងការហូបចុកទាំងការគេងរបស់យើងនៅឯងអញ្ចឹងណាអញ្ចឹងនេះគឺជាហើយសម្រាប់ជំងឺទឹកនោមផ្អែមក៏ជាជំងឺមួយដែលកំពុងតែពេញនិយមយើងនិយាយថានៅក្នុងប្រទេសកម្ពុជាយើងពេញនិយមតែបងប្អូនយើងមិនចាំនិយាយក្រៅទេយើងនិយាយថានៅក្នុងស្រុកយើងគឺពេញនិយមមែនទែនជាពិសេសបងប្អូនដែលមានអាយុចាប់ពី40 50ឆ្នាំ60ឆ្នាំហ្នឹងគួរតែធ្វើការប្រុងប្រយ័ត្នឲ្យមែនទែនជាមួយនឹងបញ្ហាជំងឺទឹកនោមផ្អែមអញ្ចឹងណាបងប្អូនអញ្ចឹងយើងទៅចូលទៅដល់ប្រធានបទយើងទាំងអស់គ្នាប្រធានបទយើងថ្ងៃនេះគឺផលលំបាកនៃជំងឺទឹកនោមផ្អែមប្រសិនបើបងប្អូនទាំងអស់គ្នាមានបញ្ហាជំងឺទឹកនោមផ្អែមហើយបងប្អូនទាំងអស់គ្នាមិនធ្វើការព្យាបាលវានឹងផ្ដល់ផលលំបាកទៅដល់បងប្អូនដូចជាទី1គឺពាក់ព័ន្ធនឹងបញ្ហាភ្នែកបងប្អូនបាទអញ្ចឹងការពីម្សិលមិញបងប្អូនដឹងហើយថានៅពេលដែលនៅក្នុងឈាមយើងមានជាតិស្ករច្រើនអញ្ចឹងជាតិស្ករនោះវាទៅតាមឈាមហ្នឹងឯងអញ្ចឹងទៅតាមឈាមវាទាំងជាតិស្ករនោះវា molecule ធំអញ្ចឹងវានឹងទៅតាមឈាមទៅដល់សរសៃឈាមតូចរបស់យើងហ្នឹងអញ្ចឹងវាធ្វើឲ្យមានការកកស្ទះនៅសរសៃឈាមអញ្ចឹងនៅពេលដែលសរសៃឈាមរបស់យើងកកស្ទះអញ្ចឹងឈាមអត់អាចដឹកនាំអាហារឬក៏អុកស៊ីហ្សែនគ្រប់គ្រាន់ទៅដល់សរសៃឈាមដែលតូចទេអញ្ចឹងវាធ្វើឲ្យមានបញ្ហាអញ្ចឹងដូច្នេះនៅក្នុងភ្នែកយើងនៅសរសៃភ្នែករបស់យើងឬសរសៃបាតភ្នែកនេះវាតូចអញ្ចឹងនៅពេលដែលយើងមានជំងឺទឹកនោមផ្អែមហើយយើងមិនធ្វើការព្យាបាលនោះធ្វើឲ្យជាតិស្ករនៅក្នុងឈាមរបស់យើងច្រើនអញ្ចឹងជាតិស្ករនឹងឯងទៅប្លុកនៅសរសៃឈាមទៅខ្ទប់បិទនៅសរសៃឈាមហ្នឹងធ្វើឲ្យឈាមហ្នឹងអត់អាចទៅដល់ចុងសរសៃឈាមហើយអត់អាចនាំអុកស៊ីហ្សែនឬក៏អាហារទៅបាននោះវាប៉ះពាល់ដល់ភ្នែករបស់យើងធ្វើឲ្យភ្នែករបស់យើងអាចឡើងបាយបានណាដោយសារតែបើយើងនិយាយថាស្បែកយើងធម្មតាមានថាវាលួយវាអាចតបើអីចឹងទៅអញ្ចឹងណាអញ្ចឹងភ្នែកយើងអាចទៅជាឡើងបាយមានន័យថាវាអត់ទទួលបានការចិញ្ចឹមឬក៏ការទ្រទ្រង់ពីមានអាហារគ្រប់គ្រាន់ដើម្បីយកទៅប្រើប្រាស់នៅក្នុងភ្នែកហ្នឹងទេអញ្ចឹងធ្វើឲ្យភ្នែកយើងហ្នឹងឡើងបាយណាអញ្ចឹងបើអ្វីដែលជាផលសំខាន់ទី1គឺសំខាន់មែនទែនបងប្អូនពាក់ព័ន្ធនឹងវាប៉ះពាល់ទៅដល់ភ្នែកបងប្អូនអញ្ចឹងបើសិនជាជំហានដំបូងសូម្បីតែជំហានដំបូងទោះបីកម្រិតជាតិស្ករមិនទាន់ខ្លាំងក្លានៅក្នុងឈាមក៏ដោយក៏បងប្អូនមានសញ្ញាដូចជាស្វាំងភ្នែកដែរបងប្អូនដឹងហើយថានៅក្នុងជំងឺទឹកនោមផ្អែមមានសញ្ញាមួយក៏ពាក់ព័ន្ធនេះគឺបើសិនជាបងប្អូនទាំងអស់គ្នាមានបញ្ហាជំងឺទឹកនោមផ្អែមសញ្ញាគឺបងប្អូនស្វាំងភ្នែកឃើញទេអញ្ចឹងបើសិនជាបងប្អូនអត់ធ្វើការព្យាបាលទេវានឹងដល់ផលប៉ះពាល់ធ្វើឲ្យភ្នែកបងប្អូនទាំងអស់គ្នាឡើងបាយឬក៏ខូចតែម្ដងដោយសារតែភ្នែករបស់យើងហ្នឹងអត់មានអាហារតែចិញ្ចឹមគ្រប់គ្រាន់ឬក៏ខ្វះអុកស៊ីហ្សែនអីចឹងទៅអញ្ចឹងណាបងប្អូននេះជាចំណុចទី1ហើយចំណុចទី2បាទទី2បងប្អូនទី2យើងពាក់ព័ន្ធនិយាយពីដំបៅនោះឯងណាសម្រាប់បងប្អូនដែលមានជំងឺទឹកនោមផ្អែមហ្នឹងពាក់ព័ន្ធនឹងដំបៅណាទោះបីកន្លែងណាក៏ដោយដូចចុងដៃចុងជើងក៏ដោយបងប្អូនដឹងហើយដូចខ្ញុំនិយាយមិញអញ្ចឹងថានៅពេលដែលជាតិស្ករវាកើនឡើងច្រើននៅក្នុងឈាមរបស់យើងនៅក្នុងប្រព័ន្ធរបត់ឈាមអញ្ចឹងអាជាតិស្ករហ្នឹងវាទៅប្លុកតាមសរសៃឈាមដែលតូចរបស់យើងហ្នឹងហើយអញ្ចឹងនៅពេលដែលវាប្លុកវាបិទខ្ទប់
chẳng thua ơi chim bao nhiêu nắng từ ở đâu chi lì ca sạch bao nhiêu thế anh nuông mà ha từ trăm ban thế anh nuông oxygen từ trăm ban thế chẳng thua ơi dương tập bảo là dương nhiên tập bảo nơi chơi bao nhiêu nắng dương nhiên bành hà mà chẳng thua ơi tập bảo bao nhiêu nắng miên miên bành hà chẳng nè bạn chẳng là về để tập bảo dương nhiên bành hà vì vì là vừa ở dương khi bao tập bảo được chi ấy chứng đặc khác thể tại bậc không chất nơi nóng ca cắt này chẳng nè và sân chỉ cắt tới viên đang là lùi ôi chẳng thể bông em chẳng chẳng trong hiên nắng bông ôn thể tại sầm mẹ chất này không cả cắt chương và tập bảo đáy thể cắt đáy tập bảo chương thể cắt chương này chẳng nó một bộ chẳng đi cái chi ở với đại ផលប៉ះពាល់ដ៏ធំមួយទៀតបន្ទាប់ពីបញ្ហាឡើងបាយភ្នែកណាអញ្ចឹងគឺពាក់ព័ន្ធនឹងតបៅនឹងឯងបើសិនជាបងប្អូនមិនធ្វើការព្យាបាលឲ្យបានត្រឹមត្រូវទេតបៅព្យាបាលអត់ជាទេគឺបងប្អូនអាចឈានដល់កម្រិតនៃការកាត់អវយវៈផ្នែកណាមួយរបស់បងប្អូននៅពេលដែលបងប្អូនទាំងអស់គ្នាមានតបៅអត់ជាអញ្ចឹងពាក់ព័ន្ធនឹងចំណុចទី2គឺមានបញ្ហាតបៅនៅលើជើងហ្នឹងបើសិនជាការព្យាបាលអត់បានត្រឹមត្រូវហើយជាស្ករកើតឡើងខ្លាំងគឺបងប្អូនត្រូវតែកាត់ជើងកាត់ដៃអវយវៈណាមួយដែលមានបញ្ហាតបៅហើយព្យាបាលអត់ជាហ្នឹងវានឹងផុយរលួយអញ្ចឹងត្រូវតែកាត់ជើងឬអវយវៈណាមួយហើយឃើញទេបងប្អូនអញ្ចឹងហើយសម្រាប់ការកាត់ផ្ដាច់អវយវៈផ្នែកណាមួយនោះមិនមែនគ្រាន់តែកាត់ឲ្យបងប្អូនជាទេជួនកាលប្រសិនយើងថាវាស្ទះនៅតំបន់នេះយើងត្រូវកាត់ដូចថានេះដៃយើងបើសិនវាស្ទះនៅតំបន់នេះយើងអាចកាត់នៅតំបន់នេះជួនកាលបើសិនជាវាស្ទះនៅនេះអញ្ចឹងបងប្អូនត្រូវកាត់បន្តទៀតរហូតអ្នកខ្លះកាត់តាំងពីម្រាមជើងរហូតដល់កជើងស្វងជើងអ្នកខ្លះកាត់ដល់កលៀនក៏មានដែរអាហ្នឹងណាអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនទាំងគ្នាជួបប្រទះបានឃើញអំពីហេតុការណ៍នេះច្រើនណាទោះបីបងប្អូនទាំងគ្នាមិនទាន់ជួបប្រទះជាមួយនឹងខ្លួនឯងផ្ទាល់ក៏ដោយប៉ុន្តែខ្ញុំជឿជាក់ថាបងប្អូនធ្លាប់ឮអំពីរឿងនេះជាច្រើនដែរអញ្ចឹងសម្រាប់បញ្ហាទី2ពាក់ព័ន្ធនឹងបញ្ហាតបៅហើយយើងពិបាកព្យាបាលអត់ជាអញ្ចឹងត្រូវតែសម្រាប់ចិត្តនៅក្នុងការកាត់ជើងឬក៏អវយវៈណាមួយឯងនឹងចំណុចទី2ឯចំណុចទី3នោះគឺផលលំបាកទី3នោះគឺពាក់ព័ន្ធនឹងបញ្ហាប្រឈមជាមួយនឹងជំងឺគាំងបេះដូងណាបាទបងប្អូនដឹងហើយថាសរសៃឈាមដែលបេះដូងរបស់យើងនោះវាអត់ធំទេអញ្ចឹងណាហើយពាក់ព័ន្ធនឹងជាតិស្ករនៅក្នុងឈាមព្រោះដឹងហើយបេះដូងយើងជាអ្នកចម្បាច់ឈាមចម្បាច់អីអញ្ចឹងនៅពេលដែលជាពិសេសព្រោះបេះដូងហ្នឹងក៏វាត្រូវការឈាមជាអ្នកដឹកនាំអាហារវាទៅចាំវាដែរអញ្ចឹងបើសិនជាជាតិស្ករវាច្រើនពេកវាធ្វើឲ្យបេះដូងរបស់យើងហ្នឹងគេវាឈប់ដើរអញ្ចឹងយើងប្រឈមជាមួយនឹងរឿងហ្នឹងហើយមួយទៀតបើសិនជាឧទាហរណ៍ថាបើសិនជាជាតិស្ករហ្នឹងវាទៅប្លុកនៅសរសៃឈាមហ្នឹងហ្មងសរសៃឈាមបេះដូងហ្នឹងធ្វើឲ្យបេះដូងរបស់យើងខូចខាតវាដូចជាជើងយើងតបៅអញ្ចឹងកោសិកាសាច់ដុំរបស់យើងហ្នឹងវាខូចខាតហើយនៅពេលដែលកោសិកាហ្នឹងខូចខាតយើងគ្រោះថ្នាក់ធ្ងន់ធ្ងរណាហើយនៅក្នុងចំណុចទី3ហ្នឹងគឺមួយទៀតគឺពាក់ព័ន្ធនឹងជំងឺដាច់សរសៃឈាមខួរក្បាលបាទអញ្ចឹងឧទាហរណ៍ថាបើសិនជានៅក្នុងរាងកាយបងប្អូនមានការស្ទះសរសៃឈាមផ្នែកណាមួយនោះសម្ពាធឈាមបងប្អូននោះនឹងឡើងដោយសារតែសរីរាង្គរបស់យើងនឹងវាឧទាហរណ៍ថាយើងស្ទះនៅតំបន់ដៃអញ្ចឹងអុកស៊ីហ្សែនទៅចិញ្ចឹមអត់គ្រប់ឬក៏ឈាមនឹងដឹកនាំអាហារទៅចិញ្ចឹមជីលីកាឬក៏សរីរាង្គណាមួយនៃដៃរបស់យើងនឹងអត់គ្រប់ទេអញ្ចឹង
សម្រាប់ការដែលផ្ដល់ព័ត៌មានឲ្យគ្រប់ហ្នឹងអានឹងវានឹងផ្ដល់ព័ត៌មានទៅកាន់គ្រូក្បាលយើងណាអញ្ចឹងគ្រូក្បាលហ្នឹងបានផ្ដល់ព័ត៌មានទៅកាន់បេះដូងថាអូមានកន្លែងមួយអត់មានចង់និយាយថាអត់មានអាហារទៅចិញ្ចឹមទេកន្លែងដៃហ្នឹងអត់មានអាហារទៅចិញ្ចឹមទេអញ្ចឹងវាត្រូវការអាហារអញ្ចឹងបេះដូងត្រូវការច្របាច់ដើម្បីខំប្រឹងច្របាច់ឲ្យឈាមនឹងរត់ទៅដល់ប៉ុន្តែជាអកុសលដោយសារតែមានការបិទខ្ទប់ពីជាតិស្ករអញ្ចឹងវាធ្វើឲ្យសម្ពាធឈាមនៅក្នុងសរសៃឈាមរបស់យើងហ្នឹងកើនឡើងខ្លាំងអញ្ចឹងនៅពេលដែលសរសៃឈាមកើនឡើងខ្លាំងវាប្រឈមធ្វើឲ្យយើងហ្នឹងដាច់សរសៃឈាមហើយជាពិសេសគឺសរសៃឈាមនៅខួរក្បាលណាជួនកាលបងប្អូនអាចមានស្ទះនៅក្នុងសរសៃឈាមខួរក្បាលតែម្ដងព្រោះសរសៃឈាមនៅក្នុងខួរក្បាលយើងក៏មិនធំដែរទូចអញ្ចឹងនៅពេលដែលស្ទះវាអាចផ្ទុះបាយសរសៃឈាមនៅក្នុងខួរក្បាលតែម្ដងអូខេបងប្អូនអញ្ចឹងចំណុចទី3គឺពាក់ព័ន្ធនឹងបញ្ហានៃការកាំងបេះដូងនិងផ្ទុះសរសៃឈាមខួរក្បាលបាទអញ្ចឹងនេះសិតតែជាផលរំខានសំខាន់ហើយធំវាប៉ះពាល់ខ្លាំងមែនទែនទៅកាន់សុខភាពបងប្អូនប៉ះពាល់ទៅដល់រាងកាយបងប្អូនណាបាទហើយចំណុចទី4វិញបើសិនជាបងប្អូនមានបញ្ហាជំងឺទឹកនោមផ្អែមហើយមិនធ្វើការព្យាបាលចំណុចទី4វានឹងប៉ះពាល់ទៅដល់ម្រងនោមណាបាទសរីរាង្គសំខាន់ណាស់ដែលវានឹងទៅប៉ះពាល់បាទបងប្អូនដឹងហើយថាតម្រងនោមវាមានតួនាទីសំខាន់នៅក្នុងរាងកាយតម្រងនោមមានតួនាទីសំខាន់នៅក្នុងការច្រោះទឹកដែលនៅក្នុងខ្លួនយើងមានតួនាទីសំខាន់ជួយចម្រោះជាតិពុលនៅក្នុងរាងកាយរបស់យើងអូខេហើយនៅក្នុងតម្រងនោមមានចង់និយាយតែសាមញ្ញដូចមានកញ្ច្រែងសម្រាប់ច្រោះអញ្ចឹងណានៅក្នុងតម្រងនោមអញ្ចឹងវាបើនិយាយពីទំហំវាទូចមែនតើទំហំវាតូចមានន័យថាតូចទំហំវាដូចជា 0.007 មីក្រូទូចមែនតើអញ្ចឹងបើសិនជាឧទាហរណ៍ថាយើងមានជាតិស្ករនៅក្នុងឈាមហើយត្រូវការចម្រោះណាអញ្ចឹងនៅពេលដែលជាតិស្ករចូលទៅដល់វាទៅកកស្ទះនឹងមានន័យថាតម្រងនៃតម្រងនោមនឹងជិតឈឹងឃើញទេជួនកាលវានៅពេលដែលស្ទះអញ្ចឹងវាខំផ្លឹងរកផ្លូវចេញជួនកាលវាមានរុនតូចមួយវាចេះតែប្រឹងចេញវាធ្វើឲ្យទលាកឲ្យមានបញ្ហាខូចខាតនៅលើតម្រងនោមនឹងតែម្ដងហើយបើសិនជាបងប្អូនខូចខាតទៅលើតម្រងនោមបងប្អូនមានបញ្ហាអីផ្សេងទៀតណាដូចជាមាននៅពេលដែលតម្រងនោមមានបញ្ហាវាច្រត់កើតអញ្ចឹងធ្វើឲ្យជាតិពុលវាកើតឡើងនៅក្នុងឈាមហើយអញ្ចឹងបងប្អូនត្រូវលាងឈាមត្រូវអីណានៃផ្សេងទៀតប៉ុន្តែអីដែលយើងចង់និយាយនេះគឺគ្រាន់ថាជំងឺទឹកនោមផ្អែមបើសិនជាបងប្អូនអត់ធ្វើការព្យាបាលទេចំណុចទី4វានឹងប៉ះពាល់ទៅដល់បញ្ហាតម្រងនោមបងប្អូនណាបាទបញ្ហាតម្រងនោមបងប្អូនដឹងហើយវាធំធេងណាពិបាកនៅក្នុងការព្យាបាលហើយការព្យាបាលក៏ត្រូវចំណាយច្រើនឧទាហរណ៍បើសិនជាវាខូចដល់កម្រិតលាងឈាមបងប្អូនគិតបើសិនជាអ្នកដែលធ្ងន់ធ្ងរអាចលាងមួយថ្ងៃម្ដងណាតែខ្លះលាងមួយអាទិត្យ2ដងអីចឹងទៅតាមកម្រិតដែលនាំឲ្យខូចខាតទៅដល់តម្រងនោមអីចឹងទៅនេះគឺជាអ្វីដែលបងប្អូនទាំងគ្នាគួរតែគិតពិចារណាជាមួយនឹងជំងឺទឹកនោមផ្អែមណាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងពេលវេលាដែលបងប្អូនមានជំងឺទឹកនោមផ្អែមគួរតែប្រុងប្រយ័ត្នឲ្យមែនទែនបើសិនជាបងប្អូនអត់ទាន់មានទេបងប្អូនគួរតែធ្វើការការពារឲ្យបានត្រឹមត្រូវពីព្រោះបងប្អូនឃើញហើយថាវាផ្ដល់ផលលំបាកធ្ងន់ធ្ងរមែនទែនមកកាន់រាងកាយរបស់យើងទាំងមូលណានេះជាចំណុចទី4មានន័យទៀតបងប្អូនយើងទៅមុខទៀតបាទចំណុចទី4គឺទី5គឺណាខូចសរសៃប្រសាទវ៉ាវបងប្អូនដឹងហើយថាសរសៃប្រសាទក៏ជាផ្នែកមួយដែលសំខាន់សម្រាប់រាងកាយរបស់យើងដែលជាអ្នកបញ្ជូនព័ត៌មានទាំងអស់នៅក្នុងរាងកាយរបស់យើងដែលនាំឲ្យយើងដឹងឈឺដឹងក្តៅដឹងល្ងាដឹងសំឡេងស្គាល់សំឡេងស្គាល់អីទាំងអស់ហ្នឹងជាសរសៃប្រសាទគឺជាអ្នកនាំព័ត៌មានទាំងអស់ហ្នឹង
thế chẳng bữa sân chia bóng ôn đó nên miên bảnh hà tầng óc nắng ấy miên bảnh hà tầng say tầng sam nắng ấy riêng cái bóng ôn đôi chia đồng thầm mò chứ óc đằng là gì đằng thế thì bữa ăn miên nè nóm bò là miên để quay để bóng ôn đó nên mưa khơi bóng ôn đập lư bóng ôn bạc ban nắng óc óc đằng tầng óc chẳng riêng cái bóng ôn hạ bay đôi chia đồng thầm mò thế chẳng bóng ôn đó này cô tại kết ពិចារណាមែនទែនហើយត្រូវថែទាំសុខភាពខ្លួនឯងមែនទែនណាដើម្បីកុំឲ្យបងប្អូនទាំងអស់គ្នាជួបប្រទះជាមួយនឹងបញ្ហាជំងឺហ្នឹងណាហើយកាលពីម្សិលមិញខ្ញុំបានចែករំលែកបងប្អូនហើយអំពីបញ្ហាអំពីការការពារណាអ្នកដែលមានជំងឺទឹកនោមផ្អែមអ្នកដែលមិនទាន់កើតយើងត្រូវធ្វើយ៉ាងម៉េចហើយអ្នកដែលកើតហ្នឹងយើងត្រូវធ្វើយ៉ាងម៉េចកាលពីម្សិលមិញខ្ញុំបានចែករំលែកឲ្យបងប្អូនអាចទៅមើលវីដេអូកាលពីម្សិលមិញបានណាបងប្អូនបាទអញ្ចឹងវាអាចធ្វើឲ្យខូចខាតបាទណាសរសៃប្រសាទរបស់យើងអញ្ចឹងនៅពេលបើសិនជាយើងខូចខាតសរសៃប្រសាទអញ្ចឹងរាងកាយរបស់យើងហ្នឹងវាអាចប៉ះពាល់ទៅដល់ការស្ដាប់ការមើលឃើញណាក្លិនរបស់យើងហើយព័ត៌មានរបស់យើងទទួលអត់បានទេយើងដូចដុំថ្មដូចឈើអញ្ចឹងណាឈើទៅពេលដែលយើងកាប់វាអត់ដែលស្រែកថាអូយឈឺទេថ្មយើងទៅដំវាយើងអត់ដែលវាអត់ដែលស្រែកយកយើងថាឈឺទេណាបាទប៉ុន្តែនៅពេលដែលយើងដូចគ្នានៅពេលដែលយើងមានបញ្ហានៅលើប្រព័ន្ធសរសៃប្រសាទនៅធ្វើឲ្យយើងដូចជាដុំថ្មណាឧទាហរណ៍ទៅអ្នកកើតជំងឺទឹកនោមផ្អែមពេលដែលគាត់តបៅក៏គាត់ឈឺដែរហេតុអីដោយសារតែវាប៉ះពាល់ទៅដល់ប្រព័ន្ធប្រសាទនោះឯងឧទាហរណ៍បើសិនជាគាត់តបៅជើងបងប្អូនឃើញគាត់តបៅជើងនៅទឹកនោមផ្អែមបងប្អូនទៅសួរគាត់ទៅទោះបីឃើញគាត់តបៅលួយក៏ដែរគាត់អត់ឈឺទេគាត់ដឹងទេដោយសារតែជាតិស្ករនោះវាទៅប្លុកវាទៅបំផ្លាញតំបន់នឹងអស់ហើយទាំងសាច់ទាំងសរសៃទាំងប្រព័ន្ធប្រសាទអីគឺជាតិស្ករនឹងទៅប្លុកហើយអញ្ចឹងគាត់អត់ដឹងឈឺអត់ដឹងអីទេបើសិនជាយើងធម្មតាយើងឈឺស្លាប់ហើយបងប្អូនជំងឺទឹកនោមផ្អែមទៅបៅអាក្រក់ណាស់ចូលមានន័យថាស៊ីខូងជ្រៅជួនកាលមកជ្រាំប៉ុណ្ណេះគឺមើលទៅគួរឲ្យខ្លាចមែនទេប៉ុន្តែពួកគាត់គាត់ថាអត់ឈឺទេដែលខ្ញុំធ្លាប់ជួបណាគាត់ថាអត់ឈឺទេគាត់មិនឈឺទៀតបើពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទរបស់គាត់ខ្សែប្រសាទដែលដល់ព័ត៌មាននឹងខូចបាត់ហើយហ្នឹងអញ្ចឹងមិនគាត់ដឹងឈឺទៀតអញ្ចឹងណាបាទចំណុចទី5បាទចំណុចទី5ពាក់ព័ន្ធនឹងអញ្ចាញថ្មិញណាពាក់ព័ន្ធនឹងអញ្ចាញថ្មិញយើងណាបាទអញ្ចឹងបងប្អូនnóiថាចាញ់ថ្មិញរបស់យើងនឹងវាក៏ជាបណ្ដុំមួយនៃសរសៃឈាមដែរណាបាទអញ្ចឹងហើយសរសៃឈាមតូចនៅពេលដែលយើងមានជាតិស្ករច្រើននៅក្នុងឈាមអញ្ចឹងជាតិស្ករនោះវាទៅប្លុកនៅតំបន់ហ្នឹងអញ្ចឹងវាធ្វើឲ្យយើងប្រឈមជាមួយនឹងបញ្ហាចាញ់ថ្មិញអូខេអញ្ចឹងគឺផលលំបាកនៃជំងឺលើសជាតិស្ករហ្នឹងគឺវាធំហើយវាប៉ះពាល់យ៉ាងខ្លាំងមែនទែនទៅដល់រាងកាយរបស់យើងណាអញ្ចឹងនៅពេលដែលវាប៉ះពាល់ទៅដល់ចាញ់ថ្មិញវាធ្វើឲ្យទឹកមាត់របស់យើងអាចមានជាតិស្ករលើសពីធម្មតាណាវាប៉ះពាល់អញ្ចឹងទៀតណាបាទអាហ្នឹងទី5ណាចំណុចទី6ណាទី6បងប្អូនទី6ផលលំបាកចំណុចទី6គឺបងប្អូនអាចប្រឈមកាន់តែខ្លាំងជាមួយនឹងបញ្ហាជំងឺមហារីកមួយចំនួនណាបាទណាដោយសារតែនៅពេលដែលយើងមានបញ្ហានឹងកើតឡើងអញ្ចឹងធ្វើឲ្យរាងកាយរបស់យើងពិបាកគ្រប់គ្រងជាតិស្ករនៅក្នុងខ្លួនណា
chẳng vì thưa ở từ bác bò cái này đi bác bò cái này nó này riêng cái bỏ dương chẳng thưa ơi một ôn đọc đi nó bị chôm chừng người nâng chừng người mà hà đi bà chẳng chùm nói ti mùi chùm nói ti phẩm bờ bà sầm rạp sờ tray đại bộ pu đã bỏ bốn quạt ai nè những gì nên khôi khát sờ sai chiêm nên là sai và xa nè chẳng np để quạt sầm rá nứng np để quạt miên pành hà chừng như tự nô phải np để quạt po pu quạt nghi nên phải chôm pành hà chừng như lời tự nô cái nhé sầm rạp sờ tray để miên tay pu nắng ngô bốn bà hai sầm rạp bột rò huỳnh pành hà bột rò sầm rạp bột đó cứ ai thua ở quạt bật bóng chồng nắng lời phết hai chúng ta ai ngọt lưng này mà đó cái nhé bỏ đó hết anh đang chụp ho làm ba rồi mẹ bỏ đó vừa quạt bật bóng chồng nắng lời phết hết chúng ta ai ngọt lưng này mà đấy vợ cao lên cao mà đấy hết thì bấy rồi mẹ bỏ đó nâng đấy ai thua quạt xào thì sạch đồng cái nhé mà cứ sắp tại bị bắt po tại đo riêng cay bao nhiêu khăn mình tên chỉ mùi nên họ làm bạn đây chỉ ngữ tự nôn phải không đấy chấm nấy em họ làm bạn xui sáng bên đây cái chỉ họ làm bạn để dương chụp liếm đó nè cái khác với thôi ở chia score bao nhiêu nó chọc tiệp bì mà thường cái GDP để dương thở năm thở ấy chân tính á mà với thôi ở chia bạn làm mán chia score này không chia bao nhiêu nó vì chọc pin là bỏ play với người thua nhưng chưa có bạn vừa múc như run bên đây thay nhưng nơi mình sọc với khác ai sờ lọp này với ai có chôm là nó cả bạn bóng chỉ vật tiền với khác có chia score là buộc pin này không chia vậy dạng thế vì phải pro bên đây thang cả cục rong tôi dạng phiêu chia score nó không riêng cái nhưng ở ban nó đây nó sẽ tại rừng nó cứ vì Astray từ lưỡi ở quay nơi ta dương mình chia lên bán mình chia miền chia score này không riêng cay bao nhiêu viên mình thấp này còn ca mình chia này họ môn này không riêng cay bao nhiêu miền ta ở viên miền rất thay đặc biệt là ở vào sáng bởi vì miền ta về muối và cho khăn mà láng khăn mà cho vừa là hôn rồi dương anh miền bành hạ bảo bắt bóng gì vật dương bắt bóng sao mà đây vậy về láng khăn mình thua dương miền bành hạ lúc này sẽ bắn đây chưa có bảo lại chẳng hạn đấy bơ cả lại nó mẹ đại chụp to bằng còn đăng thà việc thua tụcอย่างnày chẳng hạn một bốn mà chẳng phần tay sự nghiệp cao to nó vì ai tự cao lại trong cuộc này này miền chừng như tự nôm phải em cầm bọc hết TP em một ôn chẳng á sẽ nhà rồi sao đó chẳng sự nghiệp ở tập bot bao nhiêu ngày nó miền tại phần đăng thế phần tay nhung trong rụng lực bom ôn mùi mà đầu tiết mùi muối mà sẽ mấy thò làm bạn tập để cả lang chuẩn buộc bọc ôn ở khía đại miền tự nôm ái mà tim mũi cứ vẽ quan bằng bành hạp nết đấy TP vẽ quan bằng bành ha tập bảo nơi chương này nữa chia bảo chỉ thử cắt thử đây chẳng tay ai tí bấy cứ bành ha cả kem bẻ đông nhưng chừng như đã sẽ xài thêm khô có ba tí bấy chấm này tí bốn cứ bành ha đầm rong nôm nói một bốn tí bốn tí pram cứ vẽ quan bằng cả khôi sẽ xài bờ sát ai tí của mũi cứ bành ha cả khôi để chạy bánh hai tí của bớ vẽ quan bông ôn bật hôm chỉ mũi nên chừng như mà hà rít nè tí phẩm bấy cứ vẽ quan bằng bành ha play phê straight nè thôi ai quạt bắt bóng chấm nòng play phê thôi ai thuê miên quạt smooth quạt ấy chẳng tới nè về room phê miên ca chưa chạp ấy chẳng tới anh tí phẩm bấy chấm này tí phẩm bốn cứ sự nhập bỏ rõ bành ha play phê bỏ rõ thôi ai quạt bắt bóng chấm nòng play phê rồi có ngọt và đạp phê bỏ quạt ngọt thành đó hỏi thôi ai sẽ đông bỏ quạt chọc sao chấm này họ làm bạn xui sao với ai thôi bờ sân gì chọc chưa có chọc lăng nhiều tầm đó và sân giờ láng khăn thành đó
ណាហើយកត្តាហ្នឹងគឺអាចប្រឈមរហូតដល់ធ្វើឲ្យយើងអាចបាត់បង់ជីវិតបានអញ្ចឹងសម្រាប់អត្ថបទយើងថ្ងៃនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្វីដែលជាការចែករំលែកនៅថ្ងៃនេះអាចផ្ដល់អត្ថប្រយោជន៍ជូនបងប្អូនបានណាទោះបីបានតិចច្រើនក្តីតែសង្ឃឹមថាអាចជួយផ្ដល់ពាក់ព័ន្ធចំណេះដឹងទៅកាន់បងប្អូនអាចយកប្រើប្រាស់ឬក៏ការពារឬក៏ជាចំណេះដឹងមួយដែលអាចចែករំលែកទៅកាន់អ្នកដទៃផ្សេងទៀតឲ្យគាត់បានយល់អំពីបញ្ហានៃសុខភាពទាំងអស់ទាំងបានផងដែរបាទជាចុងបញ្ចប់ខ្ញុំបាទសូមអរគុណបងប្អូនទាំងគ្នាដែលបានតាមដានទស្សនាវីដេអូថ្ងៃនេះហើយសូមជូនពរបងប្អូនទាំងគ្នាមានសុខភាពល្អហើយខ្ញុំបាទសូមលំអរកាយគោរពជម្រាបលាត្រឹមតែប៉ុណ្ណេះហើយយើងនឹងវិលត្រឡប់ជួបគ្នាសារជាថ្មីម្ដងទៀត